ជំរាបសួរលោកពូថ្វាយព្រះសុំទូលលោកពូតែលោកអ៊ំសេរីគាត់នៅដែរទេអូរបងសេរីនោះគាត់នៅខាងនោះបាទអរគុណមិនអីទីក្មួយជំរាបសួរលោកអ៊ំអូបាទថ្វាយព្រះក្មួយលោកអ៊ំគឺគ្រូពេទ្យសំណាងក៏បានផ្ញើសម្បត្តិនេះឲ្យខ្ញុំយកមកជូនលោកអ៊ំអូក្មួយសំណាងគេផ្ញើមកបាទបងសំណាងគាត់ផ្ញើសម្បត្តិមកឲ្យលោកប៉ាប្រហែលជាមានរឿងអីហើយណែកូនឯងមើលទៅមើលតើក្មួយសំណាងគេសរសេរថាម៉េចក្រឹងក្មួយសូមគោរពលោកពូពីចម្ងាយមនុស្សដែលលោកពូត្រូវការនោះខ្ញុំរកឃើញហើយគឺអ្នកកាន់សម្បត្តិរបស់ខ្ញុំយកមកជូនលោកពូនេះរៀនត្រឹកយ៉ាងនេះធ្វើការអីបានទៅនៅខ្ពស់ឆ្ងាយដូចកាយរះពុំអណាចសំឡឹងមើលមេឃសងវែកអាណិតខ្លួនឯងនាងគ្វាលក្របីហេតុអ្វីស្រមៃគួមឡឹងដៃខ្លីចងឈងអោបភ្នំដូចក្នុងរឿងប្រឡំលោកតួឯចៅចិត្តស្នេហ៍ពិតបាននាងគុណរីតើខ្ញុំទួអ្វីមេឃអើយប្រណីមកទេបេះដូងក្រក្រៃចិត្តស្មោះឈមពួមៀងមេឃអើយផ្ដល់ភក្តីស្នេហ៍អ្នកស្រែកំសត់នេះហោអើយមេឃកាយរះមើលលៀនមេដាក់ទៀនដល់ចិនកណ្រណាកូនទុនសាយដែលលួចស្នេហាចិត្តស្ម័គ្រហួក្តីប្រាថ្នាមេត្តាជួយសងគ្រោះស្នេហ៍តាមចិត្តមិនបានពុំដឹងថាមេឃនៅខ្ពស់អូនសកេតយំខ្លួនឯងប្រៀបបាននឹងដីតែចិត្តស្រឡាញ់មិនបានចាញ់ច្បាស់ទេថ្លៃបើមិនបែរដីប្រណីសូមតែអាណិតបងចិត្តមិនបានពុំដឹងថាមេឃនៅខ្ពស់បុនសកេតយំខ្លួនឯងប្រៀបបាននឹងដីតែចិត្តស្រឡាញ់មិនបានចាញ់ច្បាស់ទេថ្លៃបើមិនបែរដីប្រណីសូមតែអាណិតបងស្ដាប់លើមនុស្សច្រៀងតើអ្នកអាចច្រៀងមែនទេអត់ទេខ្ញុំអត់ចេះច្រៀងផងនឹងនាងស្ដាប់ច្រឡំហើយប៉ិនដាក់ខ្លួនណាស់តោះមេងទៅវិញនាងដាឡែនមិនក៏ដាច់ចិត្តទៅចង់ទិសភាពពេលរាត្រីតែគួរចង់គយគុណយ៉ាងនេះចង់ណែដែរតែស្អប់មនុស្សឈួតមនុស្សគេមិនវាតម្លៃតែសម្បកក្រៅទេអ្នកនាង